bà chuẩn bị súp mẹ bằng ônថ្ងៃនេះខ្ញុំមកស្រោចគោចន្ទទីបងប្អូនហើយខ្ញុំធ្វើតែម្នាក់ឯងហ្នឹងនេះពួកអីហើយមកម្នាក់ទៀតគេជីរវល់ឡើងគេមកដល់ពាក់កណ្ដាលគេបកទៅវិញហើយនេះជាជីស្រោចគោយើងបាទគឺយើងស្រោចគោស្រោចទឹកជាមួយគ្នាហ្មងឲ្យមានជីហ្មងបាទហើយយើងស្រោចទឹកចោលវានឹកឃើញថាខាតវាអត់ប្រយោជន៍ជាងយើងស្រោចដាក់ជីទៅហ្មងទៅបាទអញ្ចឹងក្នុងមួយដើមយើងអាចស្រោចបាន1 ពេត្រូនេះចូល20 លីត្របាទ20 លីត្រទៅ30 លីត្របាទហើយបន្ទាប់ពីការស្រោចគឺស្រោចតាមនេះឥឡូវខ្ញុំយកមកកធុនឲ្យបងប្អូនមើលទៅមកកធុន1 ពេត្រូហើយគោលរួយខ្ញុំនេះដោយសារតែខ្ញុំបង្ហាញនៃការស្រោចគោលឲ្យបងប្អូនឃើញដើម្បីបងប្អូនខ្លះនឹកឃើញហ្នឹងចង់ធ្វើឲ្យដីតិចតួច1 ហាត់ 2 ហាត់ឬ 5 ហាត់អី10 ហាត់ទៅដើរស្រោចគោលទៅហើយខ្ញុំស្រោចគោលនេះដីដែលខ្ញុំនៅរាល់ថ្ងៃនេះចន្ទីនេះវាបានតែ1 ហាត់ទេហើយនៅខាងទាំងអស់វាដីវា1 ហាត់កន្លះដែលខ្ញុំនៅនេះអញ្ចឹងទៅខ្ញុំដាំបានតែ1 ហាត់ទេអញ្ចឹងវាយើងស្រោចគោលវាលឿននេះ2 ថ្ងៃរួចហើយបាទយើងស្រោចយើងមិនបាច់បខំស្រោចតាមដំណើរអញ្ចឹងទៅប៉ុន្តែ1 ហាត់ហ្នឹងគឺផ្លែច្រើនបងប្អូនមិនមែនផ្លែតិចទេណាបាទហើយនេះផ្លែដែលយើងនៅទៀតផ្លែយើងនៅបាទហើយនេះយើងរើសបានច្រើននេះខ្ញុំសើរើសបាន70 គីឡូ1 ហាត់70 គីឡូហ្នឹងរើសម្នាក់ឯងដល់ល្ងាចហើយខ្ញុំរើសអត់ទាន់អស់ទេនៅខាងនោះទៀតអញ្ចឹងខ្ញុំប្រឡងមួយថ្ងៃខ្ញុំមកស្រោចគោសិនការងារខ្លួនឯងស្រោចគោសិនហើយស្អែកបើខ្ញុំរើសទៀតបាទស្អែកយកទៅ70 គីឡូទៀតទេម្នាក់ឯងឬក៏75អីទេមក3ហើយដោយសារតែខ្ញុំរើសអានេះហើយស្អែកខ្ញុំស្រោចគោលហើយស្អែកខ្ញុំរើសអញ្ចឹងខាងស្អែកខ្ញុំឲ្យគេរើសដីមកកន្លែងផ្សេងទៀតបាទដីនេះយើងនៅនេះយើងធ្វើខ្លួនឯងបាទអញ្ចឹងមួយថ្ងៃថាមកបេ70ទៅ75ទៅខ្ញុំយកទៅមកបេហ្នឹងខ្ញុំអត់បខំទេមួយថ្ងៃបើយើងបខំបានប្រហែលខ្ទង់100 គីឡូដែរម្នាក់ឯងតែស្រោចតាមដំណើរធ្វើតាមដំណើរបាទពោះជីវិតយើងធ្វើតាមដំណើរទេយើងរស់ស៊ីតាមដំណើរវាមិនថាបខំទៅណាទេជាផុតមនុស្សយើងត100 ឆ្នាំងាប់ទៅអស់ប្រឹងមានប៉ុណ្ណាក៏វាសរបស់មកនៅទុកឲ្យគេដែរគឺទៅមកសំមកយើងអាចគិតថាទទួលយកបានយើងគិតថាមកមុំសំរុំយើងសដីសផ្ទះសលុយគាត់មើលជំងឺមានលុយសម្រាប់ឲ្យកូនរៀនអីចឹងណាហ្នឹងមកមកដែរមានកប់ពពកពេជ្រចង់មានចង់បានពេជ្រយកទឹកដីម្នាក់យកទឹកដីអស់ដើម្បីទៅប្រទេសថៃវិញវាចង់មានចង់បានវាមកចង់បានទឹកដីប្រទេសខ្មែរទៀតដាក់ខ្វេព្រលឹមឡើងស្អកកមកនេះមកគោលគោលយើងស្អាតគោលនេះវាប្រងដួលឡើងវិញនៅពីទូចតែយើងយកអីកលវាទៅអត់ដួលទេបាទវិធីសាស្ត្រស្រោចគោលទី1ខ្ញុំប្រាប់វិធីសាស្ត្រទី1យើងស្រោចចំគោលកលឹងជុំវិញទៅ20 លីត្រគោចេះលឿននេះបងប្អូនមានពិបាកទេ20 លីត្រតែយើងដើរយូរមិនធ្ងន់មកបិទកលាំងខ្ញុំត្រូវដាក់ត្រូវស្រោចម្ដង2 ពេត្រូណាកាន់ម្ដង2 ពេត្រូហ្នឹងបានសមនឹងកលាំងខ្ញុំគីឡូ70ដែរគីឡូ70សមនៅកលាំងដាក់2 ពេត្រូហ្នឹងទៅតែយើងសមកលាំងបាន50%ដែរបើយើងបខំវាស្រោចតែ1 ផ្លេតមួយថ្ងៃតែយើងអត់បខំតាមដំណើរទៅចន្ទីនេះដែលយើងរើសពងរើសនេះគឺវាចេញក្តាប់ចេញវគ្គទី1ទេបងវគ្គបងប្អូនវគ្គទី1ទេអត់តាន់អស់ទេបាទនៅវគ្គទី2ទៀតយើងរើសវគ្គទី1អត់តាន់អស់ទេបងប្អូនទុំនៅក្រោមដើមនោះរើសអត់តាន់អស់ទេនេះបាទក្តាប់ផ្លែនៅទាំងអស់វគ្គទី1បាទចូលប្រហែល100 គីឡូដែរហើយអាចជំរុះនោះក៏ចូលប្រហែល100 គីឡូដែរនេះអាប្រទាញជំរុះមួយទៀតហ្នឹងចូលប្រហែលជាបានតែ5-600 គីឡូ
và bờ tiên nhích tầm bàn hai chi bay buồn nổi gầu thì và bên tay fly chán vì tầm fly vẽ tìm mùi tùng vẽ tìm mùi ai được tiết chẳng tới anh ấy nhom chân việt ôi bom ôn mờ thế đòi xa tè trong thư mình ai chẳng nhom tự ca vô cầm lăng dừng thì thà dừng tục cầm lăng nhưng khác tư dừng cầm một khom đó bốn rồi nằm nó chăn tí chân lỗ nhom vậy chăn tí để nhom bánh cứ chân lỗ tái bò chùm rút vì bàn khla vì mình thả ót đây bàn khla vì bàn tăng bị khai pi chùm rút tùm nằm khai pi rồi thì tịnh mờ hốt tại bà bờ tiến đôi chi chân sát mà rồi vì chân cả lăng chung vinh sát mà rồi ở bờ tiến ở bờ tiến bàn chục chảy ở bờ tiến dây khai tức chập bị đam pi năm lãng đập 3 năm 4 năm 5 năm hốt đập 9 năm 10 năm cứ vì chân sát mà này và chân smart này thì sát một con này dương mưa đã đam tôi chân này khai pi năm cái 7 năm cái này dương rửa ở cô rồi đam pi tôi chứ không vốn chân cho ra này mình chụp cái phần dương thấy bền lôi chân tia lấy bàn thay nơi nhầm lụa bìm sa bàn học pram và học pram mà lấy học pram nắng dương tầm đo khai trong khai chỗ khai buôn đấy bà từng tháng ngày thì khai bay ngày tìm phim phờ phim vậy phim buôn á chẳng tới vì lại vì nó so học pram vì ai men lang tiết đăng bà buổi lại học pram vì hiện nâng buôn học pram nâng ấy vì toàn chọc thì mà cả dương lụa chăn ti để dương lụa bán nó cứ lụa tăng pi chùm non chặt buồn chặt pram nó mà lớn ní dương thọt đã YouTube rồi ra châu kẹt đã đầy hay châu khai buôn nè khai buôn ngày nâng ngày khai buôn ngày tìm mua ngày nhầm thọt nè bà chẳng mình bà chơi bà hơi còn mình châu chơi khăn đây mà dương cho nên xong drop mà dương cho nên ai xì chọc bàn đây xa đây mà chua ní miền bị na tùm rồi nhầm thì còn lăng vô với những và kháng kết có ban môn nỉnh tích đời xa đây có chùm rút có ban môn bao nhiêu mà nỉnh tích nhưng mà đi vật tiết mà té tập chùm rút nó có ban thay bay rồi gần lồ để hàng cả đầy mà hạt chiềng chùm này nhóm ní đập có ói không thử thì túi vậy phải gì buồn đập ngay là khai thì chắc là nhom chập đam đỏ đập bao nhom đó chập đam sao vô rồi mong đời xa đây nhom phái vì mình men phái mà chùm hiên đôi kia đây buồn phai cái lăng trung vinh mà phồn á phai cái lăng trung vinh chẳng cả đo là bao nhiêu cứ rừng mà đó người bàn tràn bây cái chùm rút muốn bàn tịch mến mà chùm hiên tịch tôi tệ bàn đôi thà bàn phải gì đó là hạt phong kia chùm rút đây u thọ đây mà hạt chẳng có chùm rút bàn là hạt phong và chủ hu chẳng chủ bàn phải chỉ bị bây giờ cái lô tiền chẳng tập bây dương đó không thể nia buôn động ấy tập bây dương đó tao mà prá cứ dương khăn bốc khăn trên cọt mong và chấm phu khang nóc có đây chán dương này hạt bẹt tầm được bàn tao như smart tầm bàn phải pi cái lô đây pi cái lô đây và rồi dương ní bàn cài lại rồi khang nóc pram hạt cái lá có tầm được bàn phải tung một phi cái lô đây có chấm rúa kẹn và chẳng mà cái lần chung vinh ní rồi còn một lon bay buôn chả ca nắng cứ tua Paul bán bên là bao nhiêu thì kéo với nước đúng không và còn vậy hiện chùm rú đây chùm rú đây nhom chùm rú pi hạt tiền ú vì ban tăng bị khai pi nâng nhom bọn vậy và nhưng mình vậy apply dương ở chùm rú này rồi về lực này sát ca bên nước bàn phải tiền cái đập bàn việc rồi tiết bà việc đập để chiếc chân nhỉ pi bay điện buôn kiếm điện chân nông vẽ thì pi và vẽ để tìm mua tôm ní bồn rồi tao nói thì để ra đây bia chu chán pin tìm sao nhưng mà rồi để sao bị chu chán pin đó nhầm rồi tao này aiนี่ปลาเรือพิมพ์เซอร์บางคนยังมันตอนเรือน่ะเนยเลยมาถอดเอ้ยติดจ้ะจะยังเฉลี่ยต่อโกติดไม่ไปกระไดมานี่ชูพิมพ์เซอร์เนยเลยยังตอนเรือน่ะพิมพ์เซอร์เรือบานตะจัดจับกะโล
លើដើមពេញនេះដើមអាលើនេះខ្ញុំបេះចិត្តអស់តាមនេះណាបាទនេះដើមនៅពេញដែលខ្ញុំត្រូវរើសស្អែកថ្ងៃហ្នឹងស្រោចគល់បានត្រឹមមើលថ្ងៃនេះស្រោចគល់បាន800លីត្រទៅ1000លីត្រទេបងប្អូនហើយអានេះទុំនៅរេដែរតន្តម្លៃវានៅថឹងវានៅនឹង65 1 គីឡូអញ្ចឹងយើងរើសទៅបាទគាត់នេះយើងសម្រាប់តិចរើសបន្តិចទេកុំទុកយូរពេកបាទអានេះសិតតែលក្ខណៈមើលទៅបងប្អូនវានៅខ្ញុំរើសអត់អស់ទេដីនេះដីតែមហាត់ទេបងប្អូនតែគាត់ថាមានដានចន្ទទីមានធំមានទូចមាន3ឆ្នាំមាន4 5ឆ្នាំអញ្ចឹងទៅដើមលាយចម្រុះគ្នាអញ្ចឹងមាន9 ឆ្នាំទៅអញ្ចឹងវាផ្លែអញ្ចឹងបងប្អូនអានេះរើសចូលពាក់កណ្ដាលហើយតែវាមិនតាន់អស់បាទរើសយូរនេះហើយទុំខាងលើនេះបាទអត់បរាជ័យទេឆ្នាំនេះបួចំពោះគេបរាជ័យតែចំពោះខ្ញុំអត់បរាជ័យទេអញ្ចឹងរ YouTube ដែលខ្ញុំចេញរាល់ឆ្នាំឲ្យបងប្អូនមើលពីខ្ញុំចង់ចេញឲ្យរងថ្ងៃក៏បានដែរប៉ុន្តែគ្រាន់តែថាពេលតែខ្ញុំរើស2 ថ្ងៃខ្ញុំរើសម្ដងខ្ញុំចេញរាល់ថ្ងៃឲ្យក៏បានដែរមិនមែននិយាយថាអួតទេខ្ញុំចេញរាល់ថ្ងៃក៏បានដែរប៉ុន្តែខ្ញុំវាអត់មានដូចថានិយាយខ្លីទេគឺខ្ញុំអត់ចង់ថតចេញរាល់ថ្ងៃទេខ្លីវិសាមបាទនេះខ្ជិលហ្មងដែរបាទផ្លែអញ្ចឹងមកចកោម2 ដបដីប្រទាននេះឆ្នាំហ្នឹងបានមកចកោម12 13 ដបទេបាទហើយដីជំរុះបាន7 8 ដបដែរប៉ុន្តែជំរុះវានេះពេកបងប្អូនជំរុះវាទៅពេលចេញច្រើនពេកវាគ្រាប់ល្អិតហើយចេញអត់ស្មើគ្នាទេដីជំរុះបងប្អូនដីជំរុះចេញអត់ស្មើគ្នាទេបាទគឺចេញមកតមកចំហៀងអញ្ចឹងទុនមេឃ7 10 20 មេឃទុនមេឃប៉ុន្តែគ្រាប់អន់ជាងនេះឆ្ងាយបងប្អូនគ្រាប់អន់ជាងនេះឆ្ងាយបាទពីចន្ទទីនេះ7 ឆ្នាំហើយបង7 ឆ្នាំគ្រាប់មកល្មមបាទគ្រាប់ពីទទួលបាន 100% បងប្អូននិយាយខ្លីទៅវាអត់បរាជ័យទេគ្រាប់វាប៉ុណ្ណឹងសប៉ុណ្ណឹងចាប់ទុកថាគ្រាប់ល្អហើយលេខ1វាវាយលេខ1លេខ2ចូលនេះអញ្ចឹងវាយបើគេសរុបមកគឺលក់បានតម្លៃលេខ1នេះបាទអញ្ចឹងវាជុះរ៉េហ្នឹងរើសស្អែកយកទៅមកបេទៀតស្អែកបុកឲ្យបានថ្ងៃហ្នឹងថាពីម្សិលថាបុកឲ្យបាន75មានបាន75ណាបងប្អូនបុកបានចិត្តគុតអាបេលឿងតែអាមុនបុកដល់ពាក់កណ្ដាលបុកតិចបាន73តែវាអាពីម្សិលនេះរើសថាសង្ឃឹមថាបានបុកឲ្យបាន75អាបេលឿងតែពេលមានអីបានតែចិត្តគុតដល់កឈីក្បាលមកមុនគេទៅអញនឹង75 100% ពីម្សិលទាយខ្លួនឯងទៀតណាមកបេបាន75ហើយមកបេហ្នឹងខ្ញុំរើសត្រឹមម៉ោង4នេះរួចហើយ70ហើយខ្ញុំអត់ខំព្រោះមេក្តៅដែរខ្ញុំរើសបដៅម៉ោង3អញ្ចឹងខ្ញុំតកាមួយទឹកខ្ញុំសម្រាប់1 ម៉ោងសម្រាប់កន្លះម៉ោង20 នាទីអញ្ចឹងទៅខ្ញុំរើសទៀតធ្វើអញ្ចឹងវាធ្វើឲ្យសុខភាពយើងអត់ទៅហក់វាអត់ក្តៅខ្លាំងបាទអញ្ចឹងទៅអានេះវាជ្រុះនេះសល់ពីម្សិលហ្នឹងបងខ្ញុំរើសអត់តាន់អស់ម្នាក់ឯងបាទហត់ណាបងឥឡូវគ្រាន់តែដើរនិយាយប៉ុណ្ណឹងក៏ហត់តែយើងពងធ្វើការយើងថតទៀតអញ្ចឹងទៅក៏វាហត់ដែរមុនឆ្នាំមុននេះខ្ញុំលក់ជីទៅពេលឆ្នាំហ្នឹងខ្ញុំអត់សូវលក់ជីបងប្អូនខ្ញុំគ្រាន់តែដាក់ YouTube ដើម្បីចែកម្លែកទេហើយបងប្អូនជួយ Subscribe ផងដើម្បីចំណេះដឹងទៅលើដំណាំស្វាយចន្ទីបាទហើយដំណាំផ្សេងក៏ខ្ញុំអាចធ្វើឲ្យបានដែរចែកចេញជាវីដេអូបានប៉ុន្តែឥឡូវខ្ញុំផ្ដោតទៅលើចន្ទីតែមួយមុខទេបងប្អូនបាទព្រោះខ្ញុំការដាំដំណាំផ្សេងក៏ខ្ញុំដាំបានច្រើនដែរដាំខ្លួនឯងផ្ទាល់បាទហើយចំពោះចន្ទីនេះយើងនិយាយថាយើងរៀនបាន50យើងអនុវត្តខ្លួនឯងបាន50អញ្ចឹងទៅវាបរាជ័យខ្ញុំធ្វើ7 8 ឆ្នាំដែរអញ្ចឹងវាបរាជ័យក៏មិនបរាជ័យវាជោគជ័យបានចាប់ពី70%ឡើងបាទវាអត់បរាជ័យរាល់ឆ្នាំបាទពាក្យថាបរាជ័យគឺមានន័យថាគេយើងធ្វើអត់បានតែបើយើងធ្វើនេះរាល់ឆ្នាំយើងចេញឲ្យបងប្អូនមើល YouTube រាល់ឆ្នាំអត់បរាជ័យទេបាទអញ្ចឹងទៅវាអញ្ចឹងវាល្អអញ្ចឹងផ្លែស្រោចដែរហ្នឹងបងប្អូន
ផ្លែស្រោចផ្លែស្រោចហ្នឹងយើងរើសអស់ហើយយើងបានថតទេពេលខ្លះទៅឃ្លៀតវាយដែរអាតម្លៃ74ឃ្លៀតវាយដែរទុំមកលើទុំនេះទុំប៉ុណ្ណឹងយើងទុំប៉ុណ្ណឹងយើងវាយវាតន្តិចទេក៏ធ្លាក់ដែរខ្លះបាទយើងបាច់វាយខ្លាំងទេយើងវាយវាតន្តិចក៏ធ្លាក់តែយើងយកទៅពួកហើយកាលណាយើងវាយខ្លាំងវាប៉ះពាល់ទៅលើផ្កាអញ្ចឹងយើងគ្រាន់តែលាស់វាបន្តិចក៏វាធ្លាក់ទៅណាបាទអញ្ចឹងយើងលាស់ចំផ្លែវាអត់មានប៉ះពាល់ទៅលើផ្កាទេអញ្ចឹងការវាយក៏យើងចំណេញដែរបើដីតិចតួចយើងវាយយើងចំណេញបាទយើងចំណេញគីឡូឧទាហរណ៍តម្លៃបាន75អញ្ចឹងយើងដើរវាយឃើញទុំអាណាយើងចូលតិចយើងវាយវាទៅយើងចំណេញគីឡូបាត់យើងលក់បានមុនគេមួយឆ្នាំមួយថ្ងៃពីរថ្ងៃអញ្ចឹងវាចំណេញអញ្ចឹងមិនមែនគេឲ្យវាយថាពាក្យថាវាយឲ្យខ្ទេចផ្កាទេបងប្អូនពាក្យថាវាយឲ្យខ្ទេចផ្កាមានអាណាគេភ្លើទៅវាយឲ្យខ្ទេចផ្កាទេបងប្អូនជឿតាមខ្ញុំទៅគេមុននឹងធ្វើគេសិក្សាអស់ឬគេធ្វើគេមានជំនាញជំនេះអស់ហើយបាទការអញ្ចេះគេអាចលាស់បានគេលាស់គេអាចយកតពួកមកដល់លាស់តពួកមកលាស់អញ្ចេះបាទក៏បានដែរដើម្បីឲ្យផ្កាលំអងនេះវាធ្លាក់មកដល់ក្រោមអញ្ចឹងពេលតែយើងបាញ់ថ្នាំទៅវាជ្រាបវាចូលល្អបាទវាសត្វវាងាប់សត្វល្អិតបាទអញ្ចឹងទៅគេមិនល្ងងទៅវាយដើរបេះចន្ទីវាយប្រើឲ្យជួបកាសជួបក្តឹបទេគេមិនល្ងងទេអ្នកចការមួយអញ្ចឹងការចែកម្លែករបស់ខ្ញុំប៉ុណ្ណឹងបងប្អូនរៀងវែងទីវីដេអូលេង16នាទីអញ្ចឹងបងប្អូនយកទៅស្វែងយល់ទៅខ្លួនឯងផងទៅព្រោះអីការអនុវត្តខ្ញុំនេះវាមិនដែលបរាជ័យទេបាទជោគជ័យរហូតចំពោះកសិកម្មជោគជ័យតែរឿងស្នេហាអត់ជោគជ័យទេណាបងប្អូនស្នេហាបរាជ័យហើយបាទបរាជ័យបាទតែរឿងជោគជ័យកសិកម្មអត់អីវាអត់បរាជ័យបាទ70% 80% 90% ទៅ 100% អញ្ចឹងរកធ្វើចន្ទីក្នុងលក្ខណៈគ្រួសារគឺបានជោគជ័យនៅតែធ្វើលក្ខណៈស្តង់ដារធំៗហ្នឹងបាទបើថាមុំយើងធ្វើបានជោគជ័យបាយបងប្អូនកុំឲ្យវីដេអូយូរពេកសូមជួយ like subscribe វីដេអូខ្ញុំផងបងប្អូន